ผมมวยចំណុចនេះដែលបង្ហាញថាអ្នកស្ថិតក្នុងស្នេហាខ្លាំងខ្លាយប្រហែលជាអ្នកកំពុងតែមានអារម្មណ៍សពេចសពិលហើយអត់ច្បាស់លាស់ថាតើស្នេហារវាងអ្នកជាមួយដៃគូរបស់អ្នកតើជាស្នេហាខ្លាំងខ្លាយឬក៏ពិតប្រាកដទេតើគាត់ស្រឡាញ់យើងពិតប្រាកដឬអត់ពេលខ្លះគាត់ល្អមួយយើងពេលខ្លះក៏អត់ល្អមួយយើងពេលខ្លះខ្វល់ពីយើងពេលខ្លះអត់ការរស់នៅក្នុងស្នេហាសពេចសពិលបែបនេះធ្វើឲ្យយើងមានអារម្មណ៍ថាលំបាកដូចធ្លាក់នរកអញ្ចឹងដូច្នេះ share វីដេអូនេះទុកវីដេអូនេះសម្រាប់អ្នកឬក៏អ្នកអាចផ្ញើទៅឲ្យនរណាម្នាក់ដែលត្រូវការវាខ្លាំងទី1មិនដែលខ្វាយខ្វល់ពីអារម្មណ៍របស់អ្នកជាដៃគូស្នេហាមួយគ្នាមែនជាសង្សារមួយគ្នាមែនប៉ុន្តែពេលដែលអ្នកបំបាក់ចិត្តបំផុតពេលដែលអ្នកត្រូវការគាត់អត់ដែលមកចិត្តអ្នកទេហើយក៏គាត់អត់ដែលខ្វាយខ្វល់ថាអ្នកបំបាក់ចិត្តប៉ុណ្ណាដែរគាត់តែងតែសង្កេយគាត់តែងតែចង់ចាក់ចេញពីអ្នកពេលដែលអ្នកលំបាកចំណុចនេះហើយដែលបង្ហាញថាស្នេហារបស់គាត់មិនពិតប្រាកដមួយអ្នកទេបើគាត់ស្រឡាញ់អ្នកមែនណាគាត់អត់ចង់ឲ្យអ្នកឈឺចាប់ទេហើយគាត់តែងតែនៅជាមួយអ្នកនៅពេលដែលអ្នកត្រូវការគាត់ទី2អាត្មានិយមនិយាយរួមទៅគឺគាត់គិតតែខ្លួនឯងតែម្ដងតាក់ទងមួយអ្នកឬក៏ជាសង្សាររបស់អ្នកគាត់ដែលខ្វល់ថាអ្នកចង់បានអីអ្នកត្រូវការអីទេប៉ុន្តែគាត់ដឹងថាតើគាត់ចង់បានអីគាត់ឲ្យអ្នកធ្វើរឿងនឹងឲ្យគាត់ទី3ក្តីស្រឡាញ់របស់គាត់ម្ដងកាត់ម្ដងកោនិយាយរួមទៅក្តីស្រឡាញ់របស់គាត់គឺអត់ថិតថេរម្ដងកាត់ម្ដងកោពេលខ្លះបង្ហាញប្រាប់អ្នកថាអូគាត់ស្រឡាញ់អ្នកខ្លាំងណាស់បន្ទាប់មកធ្វើឲ្យអ្នកមានអារម្មណ៍ថាហេតុអីបានគាត់ទៅជាអញ្ចឹងហេតុអីគាត់ខកខ្វល់ពីអ្នកគាត់អត់ស្រឡាញ់អ្នកអញ្ចឹងគាត់ខ្វល់ពីអ្នកដូចមុនអញ្ចឹង